រឿងមួយនេះពិតជាល្អមែនទែនរបស់ Mike Tyson ពីព្រោះថានៅយុគមួយនោះក្រោយពី Mike Tyson បានឈ្នះខ្សែក្បាត់លំដាប់ពិភពលោកហើយគាត់និងមិត្តភ័ក្តិរបស់គាត់2-3នាក់បបួលគ្នាទៅផឹកស៊ីនៅផាប់មួយកន្លែងមិនឆ្ងាយពីកន្លែងស្នាក់នៅរបស់គាត់ប្រហែលទេផឹកស៊ីបានមួយសន្ទុះស្រាប់តែមានជនប្រមឹកម្នាក់បានដើរមកតុក Mike Tyson ហើយបបួល Mike Tyson នឹងដាល់គ្នា Tyson ងាកមកញញឹមដាក់ជនប្រមឹកនោះហើយប្រាប់អ្នករត់តុកថាសូមគិតលុយខ្ញុំត្រូវទៅហើយគាត់ទុកលុយថ្លៃស្រាលនៅលើតុកហើយក៏ដើរចេញពីផាប់នោះតែម្ដងទៅហើយមិត្តភ័ក្តិរបស់គាត់ពិតជាឆ្ងល់មែនទែនថាហេតុអ្វីបាន Mike Tyson ធ្វើបែបនេះទៅដល់កន្លែងចតឡានពួកគេក៏សួរ Tyson ថាឯងជាជើងឯកពិភពលោកឯងអាចផ្ដួលអាប្រមឹកនោះបានត្រឹមតែមួយដៃចុះហេតុអ្វីបានឯងមិនដាល់វាតែម្ដងទៅ Mike Tyson ប្រាប់ពួកគេវិញថាយើងមិនចាំបាច់ឈ្នះគ្រប់គ្នាទេហើយជាពិសេសចំពោះជ័យជំនះដែលគ្មានកិត្តិយសនិងពានរង្វាន់ឈ្នះជនប្រមឹកម្នាក់មិនបានធ្វើឲ្យខ្ញុំមានមោទនភាពទេខ្ញុំជាជើងឯកពិភពលោកបានសម្រេចទៅហើយគ្មានអ្វីត្រូវពិសោធន៍ទៀតទេហើយរឿងរបស់ Mike Tyson បានបង្រៀនយើងថាយើងមិនចាំបាច់ត្រូវឈ្នះគ្រប់គ្នាទេមិនចាំបាច់ត្រូវមានរឿងជាមួយពួកគេគ្រប់គ្នាទេរឿងរ៉ាវវាមានច្រើនណាស់នៅក្នុងសង្គមបច្ចុប្បន្ននោះនៅក្នុងការរស់នៅបច្ចុប្បន្ននោះគ្រប់គ្នាតែងតែមានមនុស្សព្យាយាមធ្វើបាបចំណែនឈ្លាននេះរោគរឿងមិនចេះចប់មិនចេះហើយទេបើយើងអង្គុយតែតងាកប្រកាន់ងាកខឹងងាកមានបញ្ហាមិនដឹងថាតើពេលណាបានអស់រឿងរ៉ាវនោះទេយើងមិនចាំបាច់ត្រូវឆ្លោះជាមួយពួកគេទេបើសិនជាយើងមានជីវិតល្អប្រសើរហើយអានឹងយើងរស់នៅតាមជីវិតរបស់យើងទៅកុំទៅខ្វល់ពីអ្វីទាំងអស់នោះការឈ្នះដែលគ្មានកិត្តិយសគ្មានពានរង្វាន់វាគ្មានន័យទេដើរចេញមកប្រើប្រាស់ជីវិតរបស់យើងល្អរបស់យើងជាមួយនឹងមនុស្សល្អរបស់យើងប្រកែកគ្នាយកឈ្នះនៅក្នុង Facebook ក៏មិនបានធ្វើឲ្យប្រាក់ខែរបស់យើងនឹងកើនឡើងដែរប្រកែកយកឈ្នះអ្នកដែលបើកឡានកាត់មុខយើងអីអញ្ចឹងទៅក៏មិនបានធ្វើឲ្យជីវិតរបស់យើងនឹងល្អប្រសើរដែរប្រកែកយកឈ្នះមិត្តរួមការងារក៏មិនបានកែប្រែអ្វីឲ្យល្អប្រសើរឡើងដែរប្រើប្រាស់ជីវិតល្អជាមួយនឹងមនុស្សល្អជាមួយនឹងគ្រួសារល្អរបស់យើងទៅកុំចុះទៅលើឡាននាំឆ្កែខំអីបាទ